រយៈពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ពិភពលោកបានឃើញនូវទិដ្ឋភាពយុទ្ធសាស្ត្រដែលមិនធ្លាប់មានពីមុនមកតើវាជារឿងចៃដន្យឬដែលមហាអំណាច BRICS ទាំង3គឺរុស្ស៊ីចិននិងឥណ្ឌាបែរជាបង្ហាញសកម្មភាពដែលធ្វើឲ្យក្រុងវ៉ាស៊ីនតោនបាត់បង់ម្ចាស់ការស្ទើរតែទាំងស្រុងបែបនេះ 1. រុស្ស៊ីអ្នកផ្ដល់ភ្នែកទិព្វនឹងការរុញលោកខាងលិចឲ្យទាល់ច្រកខណៈពេលដែលអាមេរិកព្យាយាមកំទេចអ៊ីរ៉ង់រុស្ស៊ីបានដើរតួជាខ្នងបង្អងដ៏រឹងមាំបំផុតក្នុងសមរភូមិបច្ចេកវិទ្យាកយុទ្ធសាស្ត្រខ្ចីដៃសម្លាប់តាមរបាយការណ៍សម្ងាត់អាវុធដ៏មុតស្រួចរបស់អ៊ីរ៉ង់ដែលបានវាយកំទេចរ៉ាដា THAAD របស់អាមេរិកតម្លៃជិត$1,000,000,000គឺជាលទ្ធផលនៃទិន្នន័យផ្កាយរនុតដែលផ្ដល់ដោយមូស្គូរុស្ស៊ីមិនចាំបាច់ចេញមុខវាយអាមេរិកដោយផ្ទាល់ទេប៉ុន្តែការផ្ដល់ព័ត៌មានឲ្យអ៊ីរ៉ង់កំពុងធ្វើឲ្យទាហានអាមេរិកបាត់បង់ជីវិតយ៉ាងដំណំខអំណាចប្រេងនៅពេលតម្លៃប្រេងហក់ឡើងដល់$100អាមេរិកបែរជាត្រូវបន្ទន់ឥរិយាបថសុំឲ្យរុស្ស៊ីលក់ប្រេងកាន់តែច្រើនដើម្បីទប់ស្កាត់វិបត្តិថាមពលនិងកំហឹងរាស្ត្រក្នុងស្រុកសំណួរយុទ្ធសាស្ត្រគឺតើលោក Donald Trump អាចធ្វើអ្វីបានបើដៃម្ខាងចង់ដាក់ទណ្ឌកម្មរុស្ស៊ីតែដៃម្ខាងទៀតបែរជាត្រូវសុំអង្វរប្រេងរុស្ស៊ីដើម្បីសង្គ្រោះសេដ្ឋកិច្ចសកលអាមេរិកដោយសារវិបត្តិអតិផារ៉ា 2. ចិននិងឥណ្ឌាសម្ព័ន្ធមិត្តសេដ្ឋកិច្ចដែលមិនចុកញញើតបើគ្មានអ្នកទិញក៏គ្មានអ្នកលក់ដែរក្នុងសមរភូមិនេះចិននិងឥណ្ឌាបានបង្ហាញថាពួកគេលែងខ្លាចដំបងទណ្ឌកម្មរបស់អាមេរិកទៀតហើយកចិនក្នុងបង្អង់បច្ចេកវិទ្យាពេលកាំងមិនត្រឹមតែបន្តទិញប្រេងពីអ៊ីរ៉ង់ប៉ុណ្ណោះប៉ុន្តែកំពុងត្រូវបានសង្ស័យថាកំពុងលួចផ្គត់ផ្គង់គ្រឿងបង្គុំមីស៊ីលឲ្យតេហេរ៉ង់ថែមទៀតផងខឥណ្ឌាអ្នកការពារសមាជិកគ្រួសារសកម្មភាពដែលគួរឲ្យខ្ញាក់ផ្អើលបំផុតគឺការដែលឥណ្ឌាហ៊ានអនុញ្ញាតឲ្យនាវាចម្បាំង IRS Lavan ចូលចតនិងផ្ដល់ជម្រកសុវត្ថិភាពឲ្យនាវិកអ៊ីរ៉ាំងជិត200នាក់ផងបើទោះបីជាអាមេរិកកំពុងដេញតាមគំនិតក៏ដោយតើនេះមិនមែនជាសញ្ញាបញ្ជាក់ថាសណ្ដាប់ធ្នាប់ពិភពលោកដែលធ្លាប់មានអាមេរិកជាប៉ូលីសសកលកំពុងតែរលាយរលត់មែនទេ3. អាហ្សេបៃចង់តួអង្គដែលត្រៀមឆ្លៀតឱកាសក្នុងផ្សែងសង្គ្រាមក្នុងចំណោមប្រទេសជិតខាងអាហ្សេបៃចង់បានក្លាយជាចំណុចក្តីបំផុតតាមរយៈមហិច្ឆតារបស់ប្រធានាធិបតីអ៊ីឡាមអាលីយ៉េវកលេសនៃសង្គ្រាមអាហ្សេបៃចង់បានចោទប្រកាន់អ៊ីរ៉ង់ថាបានវាយប្រហារលើខ្លួនដើម្បីប្រើវាជាលេសនៃការបើកការវាយប្រហារបកវិញនិងកាន់កាប់ច្រករបាញ់ចាំងសេកូលដែលជាផ្លូវពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយដ៏មានតម្លៃមហាសាលខភ្នែកនិងត្រចៀករបស់អ៊ីរ៉ង់តាមរយៈកិច្ចសហការយោធាដ៏ស្អិតរមួបអាហ្សេបៃចង់បានក្លាយជាបន្ទាយមុខដ៏សំខាន់សម្រាប់អ៊ីស្រាអែលនៃចំមាត់ទ្វារផ្ទះរបស់អ៊ីរ៉ង់ការនេះមិនត្រឹមតែគំរាមកំហែងទៅកាន់តេហេរ៉ង់ទេប៉ុន្តែថែមទាំងរុញច្រានតំបន់កូកាស៊ីឲ្យធ្លាក់ចូលក្នុងហានិភ័យនៃសង្គ្រាមទ្រង់ខ្នាតធំផងតើអាហ្សេបៃចង់ពិតជាកំពុងការពារខ្លួនឬក៏កំពុងប្រើផ្សែងសង្គ្រាមនៅអ៊ីរ៉ង់ដើម្បីសម្រេចមហិច្ឆតាពង្រីកទឹកដីដែលខ្លួនពងប្រាថ្នារាប់ទសវត្សរ៍មកហើយសេចក្តីសន្និដ្ឋានព្រឹត្តិការណ៍ក្នុងសប្តាហ៍ដំបូងខែមីនាឆ្នាំ2026នេះបានបង្ហាញឲ្យឃើញទៅភាពជូរជាត់សម្រាប់លោកខាងលិច 1. ការបែកបាក់សាមគ្គីភាពខណៈអ៊ុយក្រែននិងលីទុយអានសន្យាជួយអាមេរិកផ្ទុយទៅវិញសម្ព័ន្ធមិត្តធំៗដូចជាបារាំងនិងអេស្ប៉ាញបែរជាបិទមូលដ្ឋានទ័ពមិនឲ្យអាមេរិកប្រាយសម្រាប់វាយប្រហារអ៊ីរ៉ង់ 2. ការលេចធ្លោនៃអំណាចពលថ្មីរុស្ស៊ីចិនឥណ្ឌានិងអ៊ីរ៉ង់បានបង្កើតជាខ្សែការពារដ៏រឹងមាំដែលអាមេរិកមិនងាយនឹងទម្លាយបានចិនត្រឹមតែកម្លាំងយោធាទេតើពិភពលោកកំពុងដើរចូលទៅរកសង្គ្រាមលោកលើកទី3ឬមួយក៏នេះជាការចាប់ផ្ដើមនៃយុគស័ក្តិថ្មីដែលអាមេរិកលែងជាអ្នកសម្រេចវាសនាពិភពលោកតែម្នាក់ឯងអត្ថបទបណ្ឌិតញិលរដ្ឋា8ខែមីនាឆ្នាំ2026រូបភាព @presstv.com ប្រភព CNN Bloomberg Financial Times